ថ្ងៃសៅរ៍ថ្ងៃអាទិត្យគេនាំគ្នាដើរលេងកន្លែងនេះកន្លែងនោះតែចំណែកខ្ញុំវិញទេបងប្អូនហើយគួយអូស Facebook មកឃើញស្អីទំនងហ្នឹងគឺថាទប់ចិត្តទប់អារម្មណ៍មិនបានទេគឺទៅធ្វើភ្លាមតែម្ដងហើយថ្ងៃនេះដែរគឺមានពងមាន់ក្លុកផងមានបុកត្រីឆ្អើរជាមួយនឹងល្ហុងនំបញ្ចុកផងនិយាយពីថាជាតិនោះជាតិឆ្ងាញ់នោះឆ្ងាញ់ហ៎បងប្អូនហើយចង់ដឹងរបៀបធ្វើបុកល្ហុងត្រីឆ្អើរហ្នឹងយើងដាក់អីគេខ្លះអូននេះតាំងពីដើមរហូតដល់ចប់ណាបងប្អូនជាដំបូងបងប្អូនត្រូវមានជាមួយនឹងអំពិលខ្ចីយើងលាងទឹកវាឲ្យស្អាតពុះវាជាពីរឆ្កឹះគ្រាប់ចេញឲ្យអស់ហើយដើម្បីកុំឲ្យយើងបុកទៅហ្នឹងគឺវាចត់អីអញ្ចឹងណាបងប្អូនហើយយើងបុកឆាប់ម៉ត់យើងធ្វើការបុកក្តឹមពិនរបស់យើងនឹងឲ្យឡើងម៉ត់ទៅយើងធ្វើការដាក់ជាមួយនឹងខ្ទឹមសដាក់3 4 កាពឹសចឹងមកហើយសម្រាប់ម្ទេសវិញបងប្អូនប្រើជាមួយម្ទេសក្រៀមក៏បានម្ទេសស្រស់ក៏បានដែរតែខ្ញុំប្រើទាំងស្រស់ទាំងក្រៀមតែម្ដងដាក់មក4 10គ្រាប់អីចឹងមកហើយមានត្រីឆ្អើរមានអីទៅយើងបុកគ្រឿងនឹងឲ្យម៉ត់ចូលគ្នាបានល្អហើយដាក់គ្រឿងទេសអត់មានអីច្រើនទេមានអំបិលស្ករម្សៅស៊ុបប្រហុកយើងនឹងហើយយើងបុកគ្រឿងនឹងតតែម៉ត់ចូលជាតិគ្នាបានល្អហើយសម្រាប់ល្ហុងនេះដែរយើងយកវាទៅសាប់ហើយយើងដាក់ក្លាសេវាសិនណាបងប្អូនដើម្បីឲ្យវាត្រជាក់ហើយឡើងស្រួយហើយបាត់ក្លិនជ័រល្ហុងអញ្ចឹងណាយើងធ្វើការបុកល្ហុងនឹងគ្រឿងរបស់យើងទៅហើយឥឡូវនេះបុកហ្នឹងគឺបានបុករួចរាល់ហើយដែរយើងធ្វើការដាក់ជាមួយនឹងសាច់ជ្រូកសំណុកខ្លាញ់ជ្រូកបងប្អូននិយាយថាជាតិនោះជាតិដាក់ទៅគឺថាស៊ីគ្នាតែម្ដងហើយខ្លាញ់ញ៉ាំមួយគ្រាប់ហ្នឹងថែមជាមួយនឹងពងមាន់អាំងហ្នឹងចំនួន2គ្រាប់ទៀតនេះបងប្អូនហើយទឹកម្រេចទឹកអីហ្នឹងគឺថាឆ្ងាញ់ហ្មងឃើញស្រក់ទឹកហើយឥឡូវនេះបុកល្ហុងរបស់យើងគឺបានរួចរាល់ហើយដែរតោះមកធ្វើការធ្វើទាំងអស់គ្នាបងប្អូននេះធ្វើញ៉ាំមកជុំកូនចៅបងប្អូន
Nào con video nó mình tập bên nó con tràn bye bye